តើបន្លែផ្លែឈើនិងអាហារប្រភេទណាដែលជួយឲ្យសម្រស់ក្មេងជាងវ័យដើម្បីរក្សាសម្រស់ឲ្យនៅក្មេងជាងវ័យអាហារដែលអ្នកទទួលទានដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមកោសិកាស្បែកពីខាងក្នុងនិងប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបង្កឲ្យមានស្នាមជ្រួញខាងក្រោមនេះគឺជាកំពូលអាហារដែលជួយឲ្យសម្រស់ក្មេងជាងវ័យ 1. ក្រុមបន្លែដែលសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មបន្លែដែលមានពណ៌ដិតៗជាប្រភពនៃវីតាមីនដែលជួយការពារស្បែកពីកម្ដៅថ្ងៃនិងការខូចខាតផ្សេងៗបន្លែបៃតងចាស់ Space Spinach ខាត់ណាខៀវសម្បូរទៅដោយវីតាមីន C និង E ដែលជួយផលិតកូឡាហ្សែនធ្វើឲ្យស្បែកតឹងណែនការ៉ុតនិងល្ពងមានជាតិបេតាការ៉ូតែនដែលរាងកាយបំលែងទៅជាវីតាមីន A ជួយជួសជុលកោសិកាស្បែកនិងធ្វើឲ្យស្បែកមានសំណើមប៉េងប៉ោះមានសារធាតុ Lycopene យ៉ាងច្រើនដែលជួយការពារស្បែកពីការដុតរោលដោយកាំរស្មី UV 2. ក្រុមផ្លែឈើយុវវ័យផ្លែឈើដែលមានជាតិទឹកនិងវីតាមីនខ្ពស់ជួយឲ្យស្បែកភ្លឺថ្លាផ្លែប៊ឺរី Strawberry, Blueberry សម្បូរទៅដោយសារធាតុអង់តូស៊ីអានីនដែលការពារកោសិកាមិនឲ្យចាស់មុនអាយុផ្លែប៊ឺ Avocado សម្បូរទៅដោយអាស៊ីតខ្លាញ់ល្អនិងវីតាមីន E ដែលជួយឲ្យស្បែកមានភាពយឺត Elasticity និងទន់រលូនផ្លែក្រូចនិងល្ហុងសម្បូរវីតាមីន C ខ្ពស់បំផុតដែលជាអ្នកសាងសង់ជាតិកូឡាហ្សែនយ៉ាងសំខាន់ 3. អាហារនិងភេសជ្ជៈជំនួយសម្រស់ផ្សេងៗក្រៅពីបន្លែផ្លែឈើអាហារទាំងនេះក៏មិនអាចខ្វះបានដែរត្រីដែលមានខ្លាញ់ត្រីសាមុនត្រីធូណាមានអូមេហ្គា 3 ដែលជួយកាត់បន្ថយការរលាកនិងរក្សាសំណើមស្បែកគ្រាប់ធញ្ញជាតិគ្រាប់អាល់មុនគ្រាប់ស្វាយចន្ទីសម្បូរវីតាមីន E និងជាតិរ៉ែ Zinc ដែលជួយឲ្យស្បែកនិងសក់មានសុខភាពល្អតែបៃតង Green Tea មានសារធាតុ Polyphenol ដែលជួយការពារការបាត់បង់កូឡាហ្សែនក្នុងស្បែកទឹកស្អាតការញ៉ាំទឹកបានគ្រប់គ្រាន់គឺជាគន្លឹះដំបូងគេដែលធ្វើឲ្យស្បែកភ្លឺថ្លានិងមិនស្ងាយជ្រួញគន្លឹះបន្ថែមសម្រាប់ការថែសម្រស់ 1. កាត់បន្ថយស្ករការញ៉ាំស្ករច្រើនពេកបង្កឲ្យមានដំណើរការ glycation ដែលបំផ្លាញកូឡាហ្សែនធ្វើឲ្យស្បែកឆាប់យារធ្លាក់ 2. គេងឲ្យបានគ្រប់គ្រាន់រាងកាយជួសជុលកោសិកាចាស់ៗនៅពេលយប់